នៅកន្លងវេលាម៉ោងប្រមាណជា7បាទយប់ថ្ងៃទី16បាទខែវិច្ឆិកាឆ្នាំ2025បាទគឺយើងឃើញថាមានបាទករណីបាទគី21បាទបានឆាប់ឆេះបាទផ្ទះបងប្អូនប្រជាពលរដ្ឋបាទនៅចំណុចបាទភូមិចាមបាទនេះយើងឃើញហើយបាទគឺឥឡូវនេះគឺយើងមិនទាន់ដឹងថាសមត្ថកិច្ចធ្វើការគ្រប់គ្រងបានប្រមាណភាគរយហើយនៅឡើយទេបាទឥឡូវនេះយើងខ្ញុំបានចូលទៅដល់ខាងក្នុងបាទហើយក៏សូមបញ្ជាក់ផងដែរបាទទីតាំងនេះគឺស្ថិតនៅក្នុងភូមិព្រែកតាពៅបាទសង្កាត់ព្រែកប្រាខណ្ឌច្បារពៅរាជធានីពេញបាទឥឡូវយើងឃើញថារថយន្តបង្ការនឹងពលុតអគ្គិភ័យបាទច្រើនគ្រឿងមែនតើបាទយើងឃើញថានេះរថយន្តកោះនរាបាទហើយនឹងរថយន្តអគ្គស្នងការនគរបាលជាតិបាទរាជធានីពេញបាទក៏ដូចជារថយន្តពេញហួតក៏បានមកដល់នៅចំណុចទីតាំងនេះបាទជាច្រើនក្នុងការបាញ់បាទពលុតនៅករណីបាទគីភ័យខាងលើនេះហើយតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋយើងនៅខាងមុខនោះបាទគាត់ថាឆេះនោះគឺផ្ដើមចេញពីការដុតសម្រាមបាទឥឡូវយើងមិនទាន់ដឹងថាបានគ្រប់គ្រងបានប៉ុន្មានភាគរយលុតអស់ហើយអូខេបាទឥឡូវនេះយើងឃើញថាបាទបន្ទាប់ពីមានការឆាប់ឆេះគឺសមត្ថកិច្ចបាទរួមទាំងខាងអគ្គស្នងការនគរបាលជាតិបាទយន្តពលុតបង្ការគីភ័យបានគ្រប់គ្រងបាន 100% ហើយនេះតាមការបញ្ជាក់របស់សមត្ថកិច្ចបាទជំនាញឥឡូវនេះយើងទៅបាទឥឡូវយើងទៅខាងក្នុងបាទទាំងអស់គ្នាយើងដើម្បីផ្ដិតរូបភាពបាទចែកជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាជុំវិញនៃករណីគីភ័យនោះបានបាទរលត់ជាស្ថាពរ 100% ហើយបាទយ៉ាងណាហើយតាមអ្វីដែលយើងទទួលបានបាទព័ត៌មានបឋមថាករណីគីភ័យនេះគឺតាំងពីម៉ោងជាង7បាទម៉ោង7:30 នាទីម៉ោង7កន្លះម្លេះបាទឥឡូវយើងឃើញថាម៉ោងវេលានេះគឺម៉ោង8:38 នាទីហើយគឺជាង1ម៉ោងហើយបាទឥឡូវនេះគឺសមត្ថកិច្ចបាទគ្រប់គ្រងបានឥឡូវយើងឃើញថាបាទរថយន្តបាទច្រើនគ្រឿងមែនទែនបាទពុកម៉ែបងប្អូនបាទចូលរួមបាទចែករំលែកនៅព័ត៌មាននេះម្នាក់មួយបន្ថែមហើយក៏ចូលរួមបាទបង្ការទប់ស្កាត់បង្កើតការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទដោយយើងឃើញថាករណីគិភ័យនៅក្នុងបាទរាជធានីភ្នំពេញរបស់យើងនេះកើតមានបាទជារៀងបាទរាល់ថ្ងៃតែម្ដងយើងឃើញហើយបាទពីកន្លែងមួយដូចយកមកអញ្ចឹងបាទអគ្គិភ័យបានឆាប់ឆេះផ្ទះរបស់បងប្អូនអ្នកសារព័ត៌មានបាទនៅអង្គភាពប្រេសញូហើយក៏គាត់ក៏ជាភ្នាក់ងាររយន្តពលិតអគ្គិភ័យផងដែរត្រូវបានឆាប់ឆេះនៅឯខណ្ឌបាទសៃកៅបាទនេះអូបាទយើងទៅមើលខាងក្នុងមកបាទខាតឆេះយ៉ាងណាវិញអូឆេះខាងណាបងមិនឆេះខាងហ្នឹងឯងអូឆេះពីនោះមកនោះទៅបាទឥឡូវយើងឃើញថាបាទរថយន្តបាទច្រើនគ្រឿងមែនថែនបាទរថយន្តរបស់ពលិតអគ្គិភ័យបាទស្នងការនគរបាលរាជធានីពេញរថយន្តកោះនរាបាទរថយន្តរបស់បរិយពេញហួតបាទច្រើនគ្រឿងមែនតែនហើយជាពិសេសសូមបាទបងប្អូនប្រជាពលរដ្ឋយើងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទមុននឹងចាក់ចេញទៅណាមកណាត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបាទដោយយើងឃើញថារដូវកាលនេះជារដូវខ្យល់បាទរដូវរំហើយបាទអញ្ចឹងហើយគឺអគ្គិគឺមានច្រើនណាស់បាទឥឡូវយើងឃើញថានេះបាទគឺសមត្ថកិច្ចបាទដុតដៃដុតជើងបន្ទាប់ពីទទួលបានព័ត៌មាននៃករណីបាទគីភ័យដែលកាត់ឡើងបាទអូនេះបាទឥឡូវយើងទៅរកបាទប្រភពពីទីតាំងនៃការចាប់ឆេះបាទយើងចេញពីចំណុចណាមកបាទឆេះពីណាមកបងឆេះពីណាមកណែឆេះពីក្នុងពើត្បូងហ៎បាទបាទគុណបាទឥឡូវយើងទៅមើលខាងក្នុងបន្ថែមទៀតបាទនេះជាទីតាំងដែលផ្ដើមបាទឆេះចេញពីខាងក្នុងនេះអូទឹកមកធ្វើប្លុកឲ្យប្លុកយើងមកវិញបង 100% ណាបង
អូ100%ហើយបាទឥឡូវនេះគឺសមត្ថកិច្ចលោកគ្រប់គ្រងបាន100%ហើយបាទឥឡូវយើងទៅមើលដើម្បីឲ្យជាក់ច្បាស់ទាំងអស់គ្នាតើឆាប់ឆេះយ៉ាងណាអូអានេះទៅដល់អូទៅដល់លីអូបែកស៊ីយ៉ូទៀតអត់ដឹងដល់ណាទេណៃឯងធ្វើមិនទៅណែបែកស៊ីយ៉ូបែកអីនេះអូដោយសើម៉ាត់នោះបាទឆេះពីក្នុងដើមចេញពីខាងក្នុងប៉ុន្តែតាមព័ត៌មានដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋនោះថាការឆាប់ឆេះនោះបាទដើមពេញចេញពីការដុតសម្រាមបាទឆេះអីគេបងឆេះអីពីដំបងឆេះអីគេអត់ដឹងបងប្រធានសុំជួយបញ្ជាក់ទេបងឆេះពីដំបងហ្នឹងផ្ដើមចេញពីអីដែរបងមាននៅព្រោះនោះប៉ុន្តែយើងវាអត់ដឹងថាដើមចេញពីអីបាទប៉ុន្តែឥឡូវជាក់ស្ដែងនេះយើងគ្រប់គ្រងបាន100%ហើយឬមួយយ៉ាងម៉េចហើយឆេះអីខ្លះបងឥឡូវហ្នឹងឆេះអស់ហើយខ្លះឆេះផ្ទះអស់5ខ្នងបាទអរគុណច្រើនបងអរគុណបាទនេះតាមការបញ្ជាក់ពីបងបាទសមត្ថកិច្ចលោកបានបញ្ជាក់បន្ថែមហើយតាការឆាប់ឆេះនោះសមត្ថកិច្ចលោកកំពុងធ្វើការស្រាវជ្រាវប៉ុន្តែរាល់ការខូចខាតនោះគឺឆេះផ្ទះអស់ចំនួន5ខ្នងបាទមានផ្ទះលក់កណាត់លក់អីបាទផ្សេងបាទឥឡូវនេះគឺសមត្ថកិច្ចលោកធ្វើការគ្រប់គ្រងបាន100%ហើយបាទគេសូមបញ្ជាក់ផងដែរបាទទីតាំងនេះគឺនៅភូមិព្រែកតាពៅបាទសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយចំពោះហេតុការណ៍នៃករណីគេភ័យខាងលើគឺកើតឡើងតាំងពីវេលាម៉ោងប្រមាណជាង7:37 នាទីបាទល្ងាចថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025បាទឥឡូវយើងឃើញថារថយន្តវាជាច្រើនគ្រឿងរបស់កម្លាំងបាទសមត្ថកិច្ចបាទយើងឃើញហើយបាទរថយន្តអគ្គស្នងការនគរបាលជាតិក៏ដូចជារថយន្តរបស់បរិយាពេញហួតនិងបាទរថយន្តកោះនរាបាទឥឡូវនេះគឺសមត្ថកិច្ចលោកធ្វើការគ្រប់គ្រងបាន100%ហើយឥឡូវនេះគឺរថយន្តបាទរៀបនឹងវិលចូលកន្លែងដើមវិញហើយបាទដោយហេតុការណ៍នៃករណីគិភ័យនេះឆាប់ឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួនបាទ5ខ្នងផ្ទះបាទអស់ចំនួន5ខ្នងផ្ទះហើយការផ្ដើមចេញបាទឆាប់ឆេះផ្ដើមចេញមកពីអ្វីបាទសមត្ថកិច្ចលោកកំពុងធ្វើការស្រាវជ្រាវបន្ថែមជុំវិញនៃករណីខាងលើនេះបាទឥឡូវយើងឃើញហើយនេះបាទសុទ្ធតែរថយន្តបាទរបស់ការនឹងពលរដ្ឋគិភ័យដែលបានមកដល់នៅចំណុចទីតាំងកន្លែងកើតហេតុនេះបាទច្រើនគ្រឿងមែនទែនដើម្បីជួយបាញ់ពលរដ្ឋហើយយើងឃើញក្នុងហេតុការណ៍ជាក់ស្ដែងគឺការឆេះនោះនៅឯផ្នែកខាងក្រោយជួរមាត់ទន្លេខាងក្រោមចឹងហើយចំពោះរថយន្តបាទបង្ការនឹងពលរដ្ឋគ្រីក៏លោកពិបាកក្នុងការចូលដែរមានតែដាក់សយោអូសយោចូលទៅផ្នែកខាងក្នុងដោយសារផ្លូវទូចបាទដោយបានឃើញស្រាប់ចឹងគឺផ្លូវមិនផ្លូវទូចណាបាទចឹងហើយលោកមានតែដាក់សយោបាទអូបុកចូលបាញ់រហូតទៅដល់មានការគ្រប់គ្រងបាន100%បាទនៅវេលាម៉ោងប្រហែលជាង8បាទយប់ថ្ងៃខែឆ្នាំដដែលនេះបាទឥឡូវយើងឃើញថាបាទរថយន្តបង្ការនឹងពលរដ្ឋគិភ័យនៅចំណុចទីតាំងនេះនឹងត្រៀមវិលចូលកន្លែងដើមវិញបាទហើយក៏សូមបញ្ជាក់ផងដែរថាក្នុងករណីគិភ័យខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែរងការខូចខាតទៅលើសម្ភារៈមួយចំនួនក៏ដូចជាទៅលើផ្ទះបាទបងប្អូនប្រជាពលរដ្ឋអស់ចំនួន5ខ្នងផ្ទះបាទហើយនឹងសម្ភារៈបាទផ្សេងប៉ុន្តែករណីខាងលើសមត្ថកិច្ចលោកមិនទាន់អាចបញ្ជាក់បានថាការឆាប់ឆេះនោះបណ្ដាលមកពីអ្វីឲ្យប្រកាសនោះទេបាទឲ្យលោកកំពុងធ្វើការស្រាវជ្រាវបន្ថែមប៉ុន្តែតាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋដែលបងប្អូនប្រជាពលរដ្ឋយើងលោកបានបញ្ជាក់ថាការឆាប់ឆេះខាងលើគឺបណ្ដាលមកពីការដុតសម្រាមបាទដុតសម្រាមបាទគឺមានការរីករាលដាលឆេះដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋតែម្ដង
បាទឥឡូវនេះគឺលោកធ្វើការគ្រប់គ្រងបានបាទ100%ទៅហើយបាទបាទហើយបងប្អូនប្រជាពលរដ្ឋយើងបាទសូមចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាបាទជាពិសេសមុននឹងចាក់ចែងពីផ្ទះលំនៅឋានផ្សេងនោះត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបាទហើយការដុតអីសម្ភារៈដុតសម្រាមអីផ្សេងហ្នឹងក៏អញ្ចឹងដែរត្រូវបាទប្រុងប្រយ័ត្នដូចគ្នាបាទមិនដូច្នោះទេនឹងបាទមានហានិភ័យកាត់ឡើងបាទនាំឲ្យខូចខាតទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋបាទជាពិសេសទៅទៀតនោះគឺអាចនឹងបង្កដល់បាត់បង់អាយុជីវិតផងដែរបាទដោយប្រហែលថ្ងៃមុននោះនៅផ្ទះបាទចំណុចទីតាំងផ្ទះអេដមីននោះក៏មានជាករណីអគ្គិភ័យចឹងដែរបាទគឺបង្កដោយការផ្ទុះបាទសេខ្សែភ្លើងបាទប៉ុន្តែក្រោយមកក៏គ្រប់គ្រងបានទៅវិញដោយសារបងប្អូនប្រជាពលរដ្ឋសហការរួមគ្នាបាញ់ពលិតបាទទើបមានការរលត់ទៅវិញហើយនេះយើងឃើញហើយបាទបងប្អូនឃើញហើយបាទទីតាំងមួយចំនួនបាទផ្សេងគឺបាទឆេះអស់បាត់ទៅហើយហើយមើលសួរទេមើលឆេះយ៉ាងម៉េចដែរមានដឹងថាឆេះយ៉ាងម៉េចទូសេហើយភ្លើងបាទតាមជាប្រវត្តិបងប្អូននៅខាងក្នុងបងប្អូនចូលទៅខាងក្នុងគឺមើលផ្ទះទៅគាត់មានតែប្រូណាបងប្អូនចូលតាមនេះតាមចូលគាត់ទៅបាទប៉ុន្តែតាមអ្វីទីការរបស់សមត្ថកិច្ចថាឥឡូវនេះគឺរហូតដល់ពេលនេះឆេះអស់5ក្នុងផ្ទះបាទ5ក្នុងហើយឥឡូវនេះគឺយើងបានគ្រប់គ្រងបាន100%ទៅហើយអូខេបាទអរគុណមិញបាទប្រិមិត្តពុកម៉ែបងប្អូនបាទដោយបានជ្រាបច្បាស់ហើយបាទចំពោះហើយករណីបាទគីភ័យខាងលើនេះគឺសមត្ថកិច្ចលោកបាទគ្រប់គ្រងបាន100%ទៅហើយមិនមានការរីករាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋឯទៀតទេបាទគ្រាន់តែឆេះចំពោះទីតាំងផ្ទះដែលជាកន្លែងបាទចាប់ដើមនៃករណីគីភ័យតែប៉ុណ្ណោះបាទហើយការចាប់ឆេះនោះគឺអស់ចំនួនបាទ5ខ្នងផ្ទះបាទហើយនឹងបាទរួមជាមួយនឹងសម្ភារៈបាទប្រើប្រាស់មួយចំនួនទៀតហើយតាមការបញ្ជាក់បន្ថែមទៀតនោះគឺផ្ទះខ្លះនោះគឺជាផ្ទះដែលស្តុកបាទកណាត់លក់កណាត់លក់អីផ្សេងនោះឥឡូវនេះគឺឆេះអត់ម៉ត់ទៅហើយសំណាងដែរបាទមិនបង្កឲ្យមានអ្នករងរបួសដល់អាយុជីវិតនោះទេបាទគ្រាន់តែរងការខូចខាតទៅលើសម្ភារៈតែប៉ុណ្ណោះបាទពុកម៉ែបងប្អូននេះបាទយើងឃើញហើយពីករណីបាទគីភ័យគឺមួយរយៈបាទចុងក្រោយគឺចូលក្នុងខែ11បាទខែវិច្ឆិកានេះគឺការចាប់ឆេះបាទករណីអគ្គិភ័យនោះកើតមានឡើងបាទជារៀងរាល់ថ្ងៃតែម្ដងបាទជាទូទៅនៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញគឺមួយថ្ងៃបាទមួយករណីពីរករណីគឺបន្តបន្ទាប់គ្នាតែម្ដងបាទក្នុងខែ11នេះអញ្ចឹងហើយមានតែបាទបងប្អូនប្រជាពលរដ្ឋយើងបង្កើនការប្រុងប្រយ័ត្នបាទទាំងអស់គ្នាបាទឲ្យបានគ្រប់ជ្រុងជ្រោយបាទមុននឹងចាក់ចេញពីផ្ទះមុននឹងធ្វើអ្វីត្រូវត្រួតពិនិត្យបាទយើងផ្សេងនោះគឺការដុតសម្រាមអីផ្សេងនោះគឺយើងនៅកុំចាក់ចេញពីទីនោះត្រូវនៅមើលពីស្ថានភាពនៃការឆាប់ឆេះនោះបាទកាលណាតែយើងដុតសម្រាមហើយយើងចាក់ចេញពីហ្នឹងទៅវាអាចនឹងរីករាលដាលឆេះទ្រព្យសម្បត្តិបាទផ្ទះសម្បែងរបស់ពុកម៉ែបងប្អូនដូចជាករណីនេះអញ្ចឹងបាទគឺអញ្ចឹងហើយយើងត្រូវតែនៅត្រួតពិនិត្យឲ្យបានថាការដុតសម្រាមរបស់យើងនោះឆេះតែសម្រាមរួចរលត់ទៅវិញ100%នោះទើបយើងបាទអាចចាក់ចេញពីទីតាំងនោះបាននៅពេលដែលយើងដុតហើយយើងចាក់ចេញវាមិនដឹងថាការរីករាលដាលនោះដល់កម្រិតណាបាទរាលដាលដល់ណាអាចនឹងមានហានិភ័យបាទកាត់ឡើងទៅដល់ពុកម៉ែបងប្អូនជាក់ជាពំខានបាទដូច្នោះហើយមានតែការចូលរួមបាទបង្កើនការប្រុងប្រយ័ត្នបាទទាំងអស់គ្នាដើម្បីកាត់បន្ថយដើម្បីបាទកុំឲ្យមានហានិភ័យបាទកាត់ឡើងដល់ក្រុមគ្រួសារអស់លោកអ្នកបាទដូចក្នុងបាទករណីនេះហើយជាពិសេសនោះគឺយើងបាទចូលរួមសោកស្ដាយមែនទែនដល់ភ្នាក់ងារបាទក្រុមបង្ការនឹងពលរដ្ឋអគ្គិភ័យដែលលោកមានឈ្មោះបាទតាំងស៊ុនតិចហើយគាត់ក៏ជាភ្នាក់ងាររបស់ប្រេសញូអង្គភាពនៃប្រេសញូដែរដែលគាត់បាទម្ដាយរបស់គាត់ត្រូវបានផ្ទះម្ដាយរបស់គាត់ត្រូវបានអគ្គិភ័យបាទឆាប់ឆេះ
កាលពីវេលាបាទទីភ្លឺបាទថ្ងៃទី16យើងនេះបាទថ្ងៃទី16បាទព្រឹកមិញនេះបាទគឺឆាប់ឆេះបាទផ្ទះរបស់គាត់យើងចូលរួមបាទសោកស្ដាយទាំងអស់គ្នាហើយនេះក៏ដូចគ្នាចឹងដែរបាទដោយពាក្យចាស់លោកថាបាទស៊ូលិចទុកកណ្ដាលទន្លេប្រសើរជាងភ្លើងឆេះផ្ទះបាទតាណាថាភ្លើងឆេះផ្ទះហើយគឺបាទសូម្បីតាសម្លៀកបំពាក់នោះក៏មិនសល់ដែរបាទគឺអស់ហើយបាទលិចទុកបាទលិចទុកតាមមួយខ្លួនទេបាទដោយសារយើងមិនមានយកសម្ភារៈទៅជាមួយហើយទុកនោះក៏មិនមែនជាកន្លែងដែលយើងផ្ទុកនៅសម្ភារៈនៅតំណែងរបស់របរប្រើប្រាស់វត្ថុមានតម្លៃរបស់យើងដោយផ្ទះសម្បែងរបស់យើងដែរហើយផ្ទះសម្បែងរបស់យើងជាទីជម្រកដែលផ្ដល់សេចក្តីសុខដល់ក្រុមគ្រួសារជាកន្លែងដែលយើងស្នាក់នៅរស់នៅដល់យូរអង្វែងដល់ដូច្នោះហើយគឺទ្រព្យសម្បត្តិសម្ភារៈផ្សេងបាទពេលខ្លះទៅបាទបងប្អូនប្រជាពលរដ្ឋយើងការជួបហេតុការណ៍គ្រោះអគ្គិភ័យបាទកើតឡើងទៅអ្នកខ្លះទៅមិនបាននឹងយកអីទៅជាមួយទេបាទទ្រព្យសម្បត្តិអីសម្ភារៈប្រើប្រាស់អីហ្នឹងគឺពេលខ្លះគ្នារត់បាទឲ្យតែរួចផុតពីអាយុជីវិតហ្នឹងគឺគ្រប់គ្រាន់ទៅហើយបាទនេះហើយគឺអគ្គិភ័យអញ្ចឹងហើយមានតែយើងបាទចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាបាទមិនថាគេមិនថាខ្ញុំមិនថាបងប្អូនប្រជាពលរដ្ឋបាទទូទៅទេគឺបង្កើនការប្រុងប្រយ័ត្នបាទហើយក៏សូមជូនពរឲ្យសុខសុវត្ថិភាពបាទទាំងអស់គ្នាហើយនៅវេលានេះបាទខ្ញុំបាទយ៉ាយម៉ានីរួមទាំងក្រុមការងារខ្ញុំសូមបិទបញ្ចប់នៅការ live ផ្សាយតលតែប៉ុណ្ណេះហើយក៏សូមខន្តីអភ័យទោសរដ្ឋកំកោះឆ្គងក្នុងការអធិប្បាយបើមានខ្វះខាតខុសត្រូវចំណងណាបាទសូមអធិស្ឋាននិងអភ័យទោសសូមអរគុណនិងសូម